បាទសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរប្រិមិត្តអំពុំវិញបាទទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទសាយថ្មីម្ដងទៀតហើយបងប្អូនណាបាទសម្រាប់ថ្ងៃនេះបាទខ្ញុំបាទបាននាំយករថយន្តបាទប្រភេទ Honda CR-V បាទឆ្នាំ97ពណ៌ទឹកប្រាក់បាទជាមួយនឹងផ្លាកលេខភ្នំពេញបាទ 2D 2860កុដបងប្អូនផ្លាកលេខជួនថ្មី QR code ដោយរុលជាស្រេចបាទហើយសម្រាប់ឡាននេះបងប្អូនបាទគឺជាប្រភេទឡានស្អាតបងប្អូនអត់មានបុកប៉ះកាត់តស្ងោរដូរពណ៌ទេបងប្អូនបាទទឹកថ្នាំនៅស៊ីនបាទចិត្តទៅ 80% បងប្អូនឡាននេះស្អាតបងប្អូនហើយបាទអញ្ចឹងសម្រាប់បងប្អូនប្រិមិត្តបាទនៅតាមបណ្ដាខេត្តនានាឬក៏រាជធានីភ្នំពេញបាទដែលកំពុងតែស្វែងរកប្រភេទរថយន្តបាទ Honda CR-V បាទយកទៅប្រើប្រាស់លក្ខណៈគ្រួសារបងប្អូនបាទអញ្ចឹងបនចូលឆ្នាំប្រពៃណីជាតិខ្មែរយើងជិតមកដល់ហើយបងប្អូនបាទបងប្អូនដែលកំពុងតែស្វែងរកបាទប្រភេទរថយន្តយកទៅប្រើប្រាស់លក្ខណៈគ្រួសារបាទបងប្អូនអាចមកមើលបានបាទ Honda CR-V ឆ្នាំ97មួយគ្រឿងនេះបងប្អូនណានៅសំណុំស្អាតបាទជាមួយនឹងផ្លាកលេខភ្នំពេញមកដាក់មកណាបាទឡានអត់មានពុកច្រេះកាត់តស្គរដូរពណ៌ទេបាទឡាននៅសំណុំបាទជើងក្រោមម៉ាស៊ីនប្រអប់លេខបីនៅអែមណាបងប្អូនបាទអញ្ចឹងបងប្អូនតាមដានជាមួយខ្ញុំបាទ4-5នាទីបាទខ្ញុំបាទថតលម្អិតជូនបងប្អូនមើលបាទបងប្អូនបាទការតុបតែងបន្ថែមបាទក្រុមមេបាទដៃទ្វារតូទឹកបាទមួយសិតអស់ហើយបងប្អូនណាបាទមានត្រឡោកកញ្ចក់មើលក្រោយក្រុមមេអេណុកបងប្អូនណាបាទនេះបាទយើងលេងបន្ថែមបងប្អូនបាទនេះតូទឹកបាទត្រឡោកកញ្ចក់តូទឹកបាទនេះក្រុមមេបាទបូឌីកញ្ចក់ស៊ុំកញ្ចក់បាទមួយសេតតែម្ដងបាទអញ្ចឹងបងប្អូនបាទយកទៅប្រើប្រាស់អត់ចាំបាច់បាទរៀបចំឲ្យទៀតទេបងប្អូនណាឡាននេះនៅអែមមែនតើបាទម៉ាស៊ីនឆេះស្ងាត់រត់ស្រួលបាទប្រអប់លេខចូលស្រួលបងប្អូនបាទអត់បញ្ហាទេបាទនៅសំណុំស្អាតបាទបងប្អូនប្រិមិត្តអរគ្នាបាទប្រភេទ Honda CR-V បាទបងប្អូនគឺជាប្រភេទរថយន្តបាទលក្ខណៈគ្រួសារបាទអញ្ចឹងយើងលក្ខណៈពិសេសបងប្អូនទូលាយហើយខ្ពស់ហ្មងណាបាទយើងធ្វើដំណើរទីជិតទីឆ្ងាយបងប្អូនងាយស្រួលបាទស៊ីសាំងតិចផងដែរបងប្អូនបាទឡាននេះបាទលក្ខណៈសន្សំចៃបងប្អូនដែរគ្រួសារបាទតម្លៃក៏ធូរដែរបងប្អូន Honda CR-V បាទឡាននេះជាប្រភេទឡានដែលមានឯកសារគ្រប់បងប្អូនបាទឯកសារពន្ធផ្លូវជាឯកសារគ្រប់តែម្ដងបាទបងប្អូនប្រិមិត្តទាំងអស់គ្នាបាទបន្ទាប់ពីបងប្អូនឃើញអំពីពិនភាគមួយជុំហើយបាទទឹកថ្នាំក៏ដូចជាសាច់ដែកបាទអញ្ចឹងខ្ញុំបានរំលងបងប្អូនមកមើលផ្នែកខាងប្លុកម៉ាស៊ីនវិញម្ដងបងប្អូនណាបាទបងប្អូនប្រិមិត្តអំពុំមីងបាទទាំងអស់គ្នាបងប្អូនមកមើលប្លុកម៉ាស៊ីន Honda CR-V ម្ដងបាទឡាននេះនៅសំណុំស្អាតបងប្អូនណាបាទបងប្អូនម៉ាស៊ីនគឺនៅសំណុំអត់មានលេចប្រេងhơiផ្សែងទេបងប្អូននៅឆេះស្កាត់ល្អរត់ស្ទុះបាទអត់មានប្រវត្តិកាយហ្គេសពីមុនមកទេបងប្អូននៅសំណុំស្អាតបាទសាច់ដែកប្លុកម៉ាស៊ីនគឺនៅស្អាតបងប្អូនមើលក្លុកក្លៀតបាទសាច់ដែកខ្ចៅខ្យងកុលបូមនៅស្អាតបងប្អូនណាបាទនេះលេខតួបាទមានប្រព័ន្ធហ្វ្រាំង ABS ទៀតបងប្អូនបាទអញ្ចឹងឡាននេះគឺនៅស្អាតបងប្អូនណាបាទអាយុឆ្នាំកាន់តែចាស់ហើយបងប្អូនតែរៀងច្រើនហើយអាយុតែសាច់ដែកយើងនៅប្រើប្រាស់បានបងប្អូនណាបាទនៅស្អាតអត់មានបុកប៉ះកាត់តស្ងោរដូរពណ៌បាទឡានដែលមានឯកសារគ្រប់បងប្អូនបាទអញ្ចឹងឆ្នាំ97ហើយបងប្អូនណាបាទនៅរៀងអែមដែរបាទឡាននេះបាទបើចឹងបើសិនបងប្អូនប្រិមិត្តបាទចាប់អារម្មណ៍បាទបងប្អូនអាចបាទទំនាក់ទំនងបាទមកកាន់លេខទូរស័ព្ទបងប្អូនបានបាទឬក៏បងប្អូនអាចឆាតមកកាន់ Telegram ឬមកកាន់ Page ផ្ទាល់ក៏បានដែរបាទបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីបងប្អូនឃើញអំពីភិនភាគក៏ដូចជាទឹកថ្នាំមួយជុំដូចជាប្លុកម៉ាស៊ីនបាទអញ្ចឹងខ្ញុំបាទនាំបងប្អូនបាទទៅមើលផ្នែកខាងក្នុងវិញម្ដងបងប្អូនបាទបងប្អូនទាំងអស់គ្នាបងប្អូនមកមើលផ្នែកខាងក្នុងបាទគ្រឿងជួរបាទគឺនៅស្អាតទាំងអស់បងប្អូនបងប្អូនមើលស្លាបព្រិលម៉ាស៊ីនត្រជាក់បាទកុងតាក់ជាកញ្ចក់អីនៅដំណើរការទាំងអស់បងប្អូនបាទនៅស្អាតអត់មានបែកបាក់អីទេបាទគ្រឿងជួរតាប់ឡូនៅអាឡុងស្រិលខ្មៅក្រាប់បាទអត់មានស្លេកស្លកបែកបាក់គ្រឿងជួរទេបាទឡាននៅស្អាតបងប្អូនណាបាទអេតាខាងក្នុងគឺនៅអែមមែនតើបាទស្រោមស្បែកពូកកម្មញ្ញៃពីសំណុំរោងចក្រស៊ីនមកម្ដងតែម្ដងបាទអត់មានទន់បាសផ្លាស់ប្ដូរដេស្រោបអីទេបងប្អូនណាបាទកម្មញ្ញយើងស្រួលអង្គុយអត់បែកញើសខ្នងបងប្អូនបាទសម្រាប់មញេវិញយើងនៅមានដំណើរការធម្មតាបាទម៉ាស៊ីនត្រជាក់ខ្លាំងបងប្អូនបាទលេខអូតូប្រព័ន្ធភ្លើងនៅដំណើរការទាំងអស់បាទអញ្ចឹងឡាននេះបងប្អូនបាទដូចខ្ញុំបាទជម្រាបជូនបងប្អូនខាងដើមបាទឡាននៅសំណុំស្អាតបងប្អូនយកទៅប្រើប្រាស់លក្ខណៈគ្រួសារមកនេះល្មមបងប្អូនណាគ្រួសារយើង4-5នាក់បងប្អូនហើយបាទបាំងភ្លៀងបាំងខ្យល់បាទមានម៉ាស៊ីនត្រជាក់បងប្អូនបាទអញ្ចឹងតម្លៃក៏សមរម្យផងដែរបាទបងប្អូនបាទអញ្ចឹងបើសិនតែចាប់អារម្មណ៍បាទរស់រានឡើងបងប្អូនណាអាចឆាតអាចទេបាទមកកាន់ Page បងប្អូនផ្ទាល់បាទបងប្អូនមើលក្លោកកលៀតបាទនៅសំណុំស៊ីនទាំងអស់ហ្នឹងបាទនៅស្អាតអត់មានពុកច្រេះអីទេបាទនេះលេខកូដឆ្នាំផលិតបងប្អូនបាទអញ្ចឹងខ្ញុំបាទថតលម្អិតជូនបងប្អូនអំពូមីងបាទមើលគ្រប់ភិនភាគទូរយន្តបាទអត់លាក់លៀមនៅកន្លែងណាទេបងប្អូនឡានស្អាតឃើញស្អាតឡានប៉ះឃើញប៉ះបងប្អូនណាបាទអញ្ចឹងខ្ញុំបាទថតឲ្យលាក់លៀមនៅកន្លែងណាទេបាទអញ្ចឹងមកមើលផ្នែកខាងក្រោយវិញម្ដងបាទអញ្ចឹងខាងក្រោយដូចគ្នាបងប្អូនមើលក្លោកកលៀតសាច់ទ្វារបាទនៅស្អាតបាទ
ចិញ្ចាំងទ្វារសងខាងបាទស្រោមពោស្បែកពុកកម្មញ្ញៃស៊ីនបាទអញ្ចឹងសមាជិកគ្រួសារ4 5នាក់បងប្អូនហើយបាទដាក់យ៉ាងធូរជិះដំណើរកំសាន្តឬក៏ជិះធ្វើការទៅផ្សារនេះបងប្អូនបាទអញ្ចឹងយើងជិះតាមលទ្ធភាពបងប្អូនហើយបាទយើងមានលទ្ធភាពប៉ុណ្ណាយើងប្រើប៉ុណ្ណឹងបាទអញ្ចឹងបន្តតាមដានជាមួយខ្ញុំបាទបន្តទៀតបងប្អូនបាទខ្ញុំបាទនឹងថតជូនបងប្អូនបាទផ្នែក block ខាងក្រោយវិញម្ដងបងប្អូនណាបាទបងប្អូនទាំងអស់គ្នាបាទសម្រាប់ Honda CR-V បងប្អូនទូលាយបាទខាងក្រោយទូលាយមែនទែនបាទបងប្អូនឃើញហើយបាទយើងអាចដាក់អីវ៉ាន់ដាក់អីបានច្រើនបាទហើយបងប្អូនមើលសាច់ជួរបាទសាច់ជួរនៅស្អាតដែរបាទគ្រឿងក្នុងនៅថ្មីឡាននេះបងប្អូនណាបាទនេះបាទអញ្ចឹងបងប្អូនអាចដាក់ផ្ទុកអីវ៉ាន់ឲ្យបានច្រើនបងប្អូនបាទ Honda CR-V ខ្ពស់បងប្អូនណាទូលាយអត់កាល់ទ្រូងអត់កាល់អីទេបាទធ្វើដំណើរតាមស្រុកតាមប្រទេសតាមព្រៃក៏បានដែរបងប្អូនបាទអត់មានកាល់បារម្ភផ្លាច់កាល់ទ្រូងកាល់អីទេបាទខ្ពស់បាទបងប្អូនប្រិមិត្តទាំងអស់គ្នាបាទខ្ញុំបាទធ្វើការថតបាទគ្រប់ភិនភាគនៃទូរយន្តតែប៉ុណ្នេះបាទបើសិនជាបងប្អូនបាទនៅមានចម្ងល់ឬចង់ដឹងព័ត៌មានលម្អិតអំពីបាទរថយន្ត CR-V មួយគ្រឿងនេះបាទបងប្អូនអាចឆាតឬក៏អាចទេមកកាន់លេខដៃបងប្អូនផ្ទាល់បានបាទជាចុងក្រោយបាទខ្ញុំបាទសូមអរគុណបងប្អូនបាទដែលតែងតែចំណាយពេលវេលាបាទតាមដានរកការ live របស់ខ្ញុំបាទបងប្អូនបាទសម្រាប់បងប្អូនអតិថិជនថ្មីដែលមកកាន់ page ខ្ញុំបាទដែលចង់ដឹងនូវព័ត៌មានរថយន្តមួយទឹកតម្លៃល្អៗក្រោមទីផ្សារបាទម៉ាកផ្សេងទៀតបងប្អូនណាបងប្អូនជួយចុច follow page ឬក៏ like share ម្នាក់មួយនោះបងប្អូននឹងទទួលបាននូវព័ត៌មានរថយន្តមួយទឹកតម្លៃល្អៗក្រោមទីផ្សារបាទពីខ្ញុំបាទជារៀងរាល់ថ្ងៃផងដែរបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍តាក់ទងមកណាបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទ